រុនសួស្តីមានជួអលោកអ្នកនាងកញ្ញាមាននិយាយថាអ្នកស្ដាប់កម្មវិធីក្បិតមតិខ្មាំងជាទីគោរពនេះជានីតិក្បិតមតិខ្មាំងសូមជូនការចាប់អារម្មណ៍ទៅនឹងព្រឹត្តិការណ៍អន្តរជាតិបាទប្រធានាធិបតីអាមេរិកតាមពិតប្រធានាធិបតីអាមេរិកណាប្រាក់ខែតែ$400,000ទេក្នុងមួយឆ្នាំក៏ប៉ុន្តែបងប្អូនឃើញថាហើយត្រូវការសមត្ថភាពត្រូវការប្រជាប្រិយភាពហើយអ្វីៗទៀតជាច្រើនក៏ប៉ុន្តែមនុស្សប្រកួតប្រជែងចង់ធ្វើណាប្រធានាធិបតីនិយាយត្រង់ទៅណាមចង់ធ្វើប្រធានាធិបតីនោះក៏ប៉ុន្តែបានតែ$400,000ក្នុងមួយឆ្នាំទេបងប្អូនចំណែកប្រធានអគ្គនាយករបស់ក្រុមហ៊ុនដែលបងប្អូនមើលកាតខ្លះគេដាក់ CEO Chief Executive Officer របស់ Google ឆ្នាំនេះបាន$199 លានលោក CEO លោកSundar Pichaiប្រហែលជាពិជ័យហើយមើលនៅពីព្រោះលោកគឺជាជនជាតិតមិលដែលអ៊ំចង់លើកយករឿងនឹងមកជំរាបនឹងពីព្រោះអ៊ំចង់បង្ហាញអំពីការពាក់ព័ន្ធទៅនឹងស្រុកខ្មែរខ្លះដែលចង់ជំរាបបងប្អូនលោក Sundar Pichai ជាជនជាតិតមិលហ្នឹងគឺពពួកឥណ្ឌាស្បែកខ្មៅនៅប៉ែកខាងត្បូងចុងខាងត្បូងបំផុតរបស់ទ្វីបឥណ្ឌាណាបងប្អូននៅជាប់នឹងស្រីលង្កាហ្នឹងហើយគេពូជហ្នឹងគេហៅថាពូជតមិលហ្នឹងនៅក្នុងភាសារបស់ខ្មែរយើងអ៊ំសង្ស័យថាភាសារបស់ខ្មែរយើងសរសេរតមិលឬក៏ថ្មិលមិនដឹងជានឹងឬក៏មិនមែនព្រោះនៅក្នុងដែលយើងហៅថ្មិលអត់សាសនាហ្នឹងណាអ៊ំសង្ស័យតែអាហ្នឹងក៏ប៉ុន្តែមិនមែនចឹងទេដែលអ៊ំចង់លើកយកមកជម្រាបនេះលោកជនជាតិតមិលស្បែកខ្មៅរបស់ឥណ្ឌាដែលមកអំពីគេហៅថាឥឡូវនេះគេហៅថាតមិលណាឌូនឹងឯងបានឡើងមកដល់ជាប្រធានអគ្គនាយករបស់ក្រុមហ៊ុន Google ដែលមិនមែនជាសញ្ញាបត្របណ្ឌិតទេអាហ្នឹងក៏អ៊ំចង់ឆ្លៀតចូលទៅនឹងតិចទៀតដែរពីព្រោះខ្មែរយើងបងប្អូននឹងស្រាវហើយវប្បធម៌របស់ខ្មែរយើងចូលចិត្តណាស់រឿងអនុបណ្ឌិតហ្នឹងពីព្រោះអ៊ំនឹកឃើញថាក្រោយសម័យប៉ុលពតទៅយើងអត់ហៅថាបរិញ្ញាបត្រតូទេយើងហៅថាបណ្ឌិតគេយើងហៅថាអនុបណ្ឌិតយើងចូលចិត្តណាស់ដល់តែអនុបណ្ឌិតណាបងប្អូនអ៊ំយកមកគិតទៅពាក្យថា Master Degree នឹងឯងដូចជាហំជាងអនុបណ្ឌិតណាពីព្រោះអនុបណ្ឌិតនឹងរៀងដូចជានៅក្រោមរៀងដូចជាមិនទាន់ដល់បណ្ឌិតព្រោះវាជាអនុបងប្អូនដឹងស្រាប់ហើយអនុរដ្ឋមន្ត្រីជាច្រើនហ្នឹងអង្គុយតែលើតុហ្នឹងទេមិនចឹងក៏ប៉ុន្តែសញ្ញាបត្រMaster Degree ធំណាស់បងប្អូនពាក្យពេញពិភពលោកគឺ Master បើនិយាយពីភាសាអង់គ្លេសវិញ Master ហ្នឹងគឺចៅហ្វាយគឺម្ចាស់គឺជាអ្នកគ្រប់គ្រងហើយឬក៏ថាជាអ្នកដែលបានអោបក្រសោបជុំហើយនៅជំនាញនឹងឯងវាគាត់ master ទៅលើជំនាញនឹងហើយដូចជាលោក Sundar Pichai ដែលជាជនជាតិតាម៉ាល់នឹងឯងគាត់មាន master ខាងវិទ្យាសាស្ត្រហើយគាត់ជាengineer ហើយគាត់មាន master MBA គឺ Master Business Administration អានឹងដែលគេត្រូវការសម្រាប់ពាណិជ្ជកម្មនឹងឯងគេត្រូវការនឹងរួចCEO ជាច្រើនដែលអ៊ំមើលទៅឃើញប្រវត្តិនឹងគឺច្រើនតែ master នឹងពីព្រោះទៅយកបណ្ឌិតទៅទៀតនេះជួនកាលវាអត់ចាំបាច់ហើយបណ្ឌិតនឹងវាគ្រាន់តែជា
ជាបានជានីតិមួយដែលខ្មែរយើងចូលចិត្តបង្ហាញអំពីបណ្ឌិតនេះបណ្ឌិតនោះអីចឹងណាអមនៅតែឃើញថា master នឹងឯងវាដូចជាហំជាងទេអានេះណាអមនិយាយហ្នឹងវាងាកឆ្ងាយអំពីសេចក្តីត្រូវការដែលចង់បញ្យល់ណាគាត់ចង់បង្ហាញថាមកអំពីវប្បធម៌របស់ស្រុកយើងហ្នឹងវាចូលចិត្តថាចូលចិត្តនិយាយអំពីអនុបណ្ឌិតហ្នឹងណាហើយតាមពិត master ធំណាស់បងប្អូននៅក្នុងស្រុកគេណាអូខេលោកសុនដាបច្ច័យឥឡូវនេះគាត់ជាប្រធានរបស់ Google ហើយបងប្អូននឹងស្រាប់ Google គេបានចែកចេញទៅជាគេហៅថា parent company ទៅជា Alphabet នោះឯងគឺជា parent របស់ company ហើយដូច្នេះ Google នឹងខ្លាយទៅជាបច្ចេកវិទ្យាអីណាដែលបងប្អូនឃើញស្រាប់ហើយវាជាធំណាស់នៅលើពិភពលោកនេះឯងឥឡូវនេះក្រុមហ៊ុននឹងឯងខ្លាយទៅជាក្រុមហ៊ុនបើនិយាយអំពីភាគហ៊ុននៅលើទីផ្សារនឹងឯងវាធំជាង Apple ទៅហើយឥឡូវនេះអូខេលោកសុនដាបច្ច័យហើយក៏ដូចជាលោកអតីតជាច្រើនដែលមកពីប្រទេសនានាក៏ប៉ុន្តែបើនិយាយអំពីបច្ចេកវិទ្យាវិញគឺច្រើនតែពពួកពាក់ព័ន្ធទៅនឹងពពួកឥណ្ឌាបងប្អូនដែលអ៊ំឃើញណាបើយើងមើលទៅក្រុមហ៊ុនបច្ចេកទេសផ្សេងនៅខាងគេហៅSilicon Valley នឹងឯងឥណ្ឌានឹងក៏នៅក្នុងឯងច្រើនហើយក្រុមហ៊ុនអាមេរិកនឹងប្រើពពួកឥណ្ឌាដែលមានខួរក្បាលបកែខាងបច្ចេកវិទ្យាផ្សេងនឹងឯងជាច្រើនបងប្អូនលោកវិច័យនេះឯងក៏ដូចជាពពួកឥណ្ឌាទៀតដែរកើតនៅក្នុងប្រទេសឥណ្ឌានៅរដ្ឋគេហៅថាម៉ាល់ណាឌូនៅខាងនៅជាប់នឹងប្រទេសស្រីលង្កានឹងឯងហើយក៏បានឡើងមករៀនសូត្របន្ថែមនៅស្រុកអាមេរិកនឹងឯងคล้ายទៅជាអ្នកដែលចាប់បានសញ្ញាបត្រនៅស្រុកអាមេរិកនឹងហើយក៏คล้ายទៅជាអ្នកដែលគាត់ក៏ទៅទទួលយកអាការងារក្រុមហ៊ុនមួយផ្សេងមុន Google ហើយបានគាត់ចូលមក Google នឹងឯងពីពួកគាត់ប្រាជ្ញាខ្លាំងណាស់ដល់ចឹងទៅក្រុមហ៊ុន Google នឹងឯងយកគាត់នឹងទៅជាប្រធានខាងផលិតផ្នែកខាងផលិតបច្ចេកវិទ្យានឹងរហូតដល់គេឃើញគាត់ខ្លាំងនឹងឯងខ្លាំងណាស់ទៅទៀតទៅក៏ឥឡូវនេះប្រគល់ការងារនឹងឲ្យគាត់ជាប្រធានអគ្គនាយករបស់ក្រុមហ៊ុន Google នឹងតែម្ដងពពួកបេដារបស់នៅ Google នឹងក៏ដកខ្លួនទៅក៏ដកខ្លួនចេញអំពីនឹងទៅទុកឲ្យគាត់នឹងឯងចាត់ការទៅវិញហើយបានប្រគល់ឲ្យដោយថារង្វាន់199លានឆ្នាំនេះណាបងប្អូនឆ្នាំនេះណាឆ្នាំដែលកន្លងទៅនៅឆ្នាំ2015ឯណាឲ្យរង្វាន់ហ្នឹងមែនរង្វាន់នេះសំទោសហៅថារង្វាន់មិនត្រូវគេហៅថា bonus ហ្នឹងបាននិយាយថាក្នុងក្រុមហ៊ុនក្នុងមួយឆ្នាំដល់ដាច់ឆ្នាំទៅគេឲ្យ bonus ទៅអ្នកធ្វើការតាំងពីប្រធានអគ្គនាយករហូតដល់បុគ្គលិកផ្សេងហ្នឹងគេឲ្យអាហ្នឹងក្រុមហ៊ុនចិនគេអនុវត្តអាហ្នឹងដែរក្រុមហ៊ុនអាមេរិកជាច្រើនគេធ្វើអាហ្នឹង bonus ហ្នឹងឯងហូច bonus ហ្នឹងឯងកម្មាទៅនឹងអ៊ំនិយាយបញ្ចប់ពីរឿងលោកនឹងឯងសិនអ៊ំចង់និយាយថាដូចជាគាត់នឹងចឹងគាត់ជាប់សញ្ញាបត្រនៅស្រុកអាមេរិកហើយនឹងបើគាត់ត្រឡប់ទៅនោះវិញសញ្ញាបត្រគាត់នោះវាធំខ្លាំងណាដោយជោគយើងសញ្ញាបត្រទៅនោះវាធំខ្លាំងណាក៏ប៉ុន្តែទៅដល់ព្យួរសញ្ញាបត្រនៅយ៉ាងនឹងទៅដូចថារីកដែរក៏ប៉ុន្តែវាអត់សូវរីកប្រមាណទេឬក៏ថារីកដែរនៅស្រុកយើងនៅស្រុកនៅស្រុកតូចតាចហ្នឹងរីកដែរប្រសិនបើគាត់យកសញ្ញាបត្រហ្នឹងទៅគាត់រីកដែរហើយប្រសិនបើគាត់មានទយោណែបញ្ហាចេះទៀតនៅស្រុកជាច្រើនណាមានទយោហ្នឹងគាត់អាចរីកធំទៅស្អីទៀតហ្នឹងក៏ប៉ុន្តែឱកាសហ្នឹងវាមានតិចបងប្អូនឱកាសហ្នឹងវាមានតិចចំណែកឱកាសនៅស្រុកអាមេរិកហ្នឹងវាមានច្រើន
នៅស្រុកដែលធំសេដ្ឋកិច្ចដែលធំហើយមិនមែនត្រឹមតែសេដ្ឋកិច្ចដែលធំទេសេដ្ឋកិច្ចដែលធំហើយត្រូវមានវប្បធម៌ដ៏រុងរឿងគឺវប្បធម៌សិទ្ធិសេរីភាពនិងតម្លៃមនុស្សដែលតែងតែនិយាយនឹងទើបទៅរួចឧទាហរណ៍ដូចជាសេដ្ឋកិច្ចដែលធំនៅស្រុកចិនសប្តាហ៍ថ្ងៃនេះដែលគេហៅថាមហាសេដ្ឋកិច្ចទី2នៅលើលោកធំណាស់ដែរគេត្រូវការចឹងអ្នកសញ្ញាបត្រក៏ប៉ុន្តែសញ្ញាបត្រជាច្រើនបើទៅពីក្រៅនឹងប្រហែលជាគេអត់សូវហ៊ានបកគលឲ្យទេឃើញទេអានឹងវប្បធម៌នៅស្រុកចិនគេអត់សូវហ៊ានបកគលឲ្យទេហើយប្រហែលជាពិបាកឡើងទៅទៀតផងណាឃើញទេដល់អញ្ចឹងទៅបានសេចក្តីថាមិនមែនគ្រាន់តែក្រុមហ៊ុនធំទេបងប្អូនមិនមែនគ្រាន់តែក្រុមហ៊ុនធំឬក៏ប្រទេសដែលមានសេដ្ឋកិច្ចធំនោះទេដែលមានឱកាសហ្នឹងមិនបានសេចក្តីថាស្រុកចិននឹងសម្បូរច្រើនពេកមិនមែនអញ្ចឹងទេដោយអ៊ំនិយាយចឹងថាដោយសារហេងដែលចិនឡើងមកដល់ប៉ុណ្ណឹងនោះមិនមែនជាកន្លែងដែលឱកាសទេអាមេរិកនេះគឺជាកន្លែងដែលឱកាសមែនតែម្ដងមនុស្សនឹងកាលពីឡើងយន្តហោះមករៀននៅស្រុកអាមេរិកដែលគាត់រៀនចប់នៅ IT នៅខាងឥណ្ឌានឹងចប់ហើយនឹងគាត់ឡើងមករៀននៅអាមេរិកនឹងមិនបានមើលថាគាត់នឹងវាឆ្លងកាត់របៀបម៉េចទេក៏ប៉ុន្តែដឹងថាសំខាន់ណាគាត់ឡើងមករៀនអាមេរិកកាត់ដែលគាត់ឡើងយន្តហោះមកហ្នឹងធម្មតាទេគ្រាន់តែទៅយកសញ្ញាបត្រមួយទៀតប៉ុន្តែដល់គាត់មករៀននៅនេះគាត់ស្គាល់អាវប្បធម៌នៅស្រុកនេះហើយគាត់ចាប់ផ្ដើមបើកបេះដូងរបស់គាត់ទៅថាវាមានឱកាសច្រើនណាដល់គាត់រៀនហើយពពួកដែលរៀនបកែអញ្ចឹងតែកាលណាកំពុងតែរៀនមិនទាន់ចេញផងណាបងប្អូនក្រុមហ៊ុនធំជាច្រើនហ្នឹងគេចែចង់ហើយគេទៅចែចង់ដល់ចែចង់ត្រូវគ្នាគឺគាត់បានធ្វើការនៅស្រុកអាមេរិកហើយខ្លាយទៅជាអ្នកដែលមានសិទ្ធិនៅតែម្ដងអានឹងគឺដែលជាវប្បធម៌បណ្ដាលឲ្យកូនសិស្សជាច្រើនដែលមករៀនស្រុកនេះនឹងឯងគាត់លែងចង់ត្រឡប់ទៅស្រុកកំណើតដើមរបស់គាត់វិញដែលបងប្អូនជាឪពុកម្ដាយនឹងត្រូវដឹងរឿងហ្នឹងមុននឹងឲ្យកូនមករៀននឹងត្រូវដឹងគេហៅថា possibility ហ្នឹងអាចកើតមានឡើងអញ្ចឹងពីព្រោះមនុស្សជាច្រើននឹងចិត្តគេឈោងយកអាសង្គមនេះមួយទៀតនឹងអ៊ំចង់និយាយអំពីការសង្គមនេះដែលគេឱកាសឲ្យឱកាសដល់គ្រប់វណ្ណៈគ្រប់ជាន់ថ្នាក់គ្រប់ពណ៌សម្បោដែលគ្មានការរើសអើងតលតែសោះគឺអានឹងច្បាស់លាស់អ៊ំច្បាស់អានឹងណាគ្មានការរើសអើងតលតែសោះអ្នកដែលនិយាយអំពីការរើសអើងអីនឹងគឺជាពពួកដែលមូលបង្កាច់ពពួកដែលបាបខ្លាំងណាស់ដែលមូលបង្កាច់សង្គមអាមេរិកនេះមានពពួកឆ្វេងគឺពពួកអូបាម៉ាពពួក Hillary Clinton នឹងឯងគឺជាពពួកដែលមួយបង្កាច់នគរដ៏ល្អរបស់ខ្លួនឯងនឹងក៏ប៉ុន្តែនគរនេះវាអត់អញ្ចឹងតែបែរសុនដាបច្ច័យណាបងប្អូនមើលរូបគាត់បើពីចងាយបន្តិចមើលទៅឃើញរឿងដូចជាគ្រាន់បើទេសុំទោសឲ្យអ៊ំចង់និយាយថាចំពោះភ្នែកយើងឯណាមើលទៅឃើញគ្រាន់បើមើលមុខគាត់ចិត្តបន្តិចទៅទៀតណាយើងអ៊ំទេអ៊ំមែនអ្នកអញ្ចឹងអ៊ំមែនតែស្រឡាញ់អីគាត់ហ្នឹងក៏ប៉ុន្តែចង់និយាយថាអ៊ំជឿថាបើជាស្ត្រីនឹងឯងបើអត់ស្គាល់គាត់ថាគាត់នឹងឯងមួយឆ្នាំគេគ្រាន់តែ bonus 200លានមួយឆ្នាំហ្នឹងគឺថាមើលទៅដូចជាថាមិនសូវមានរសជាតិទេក៏ប៉ុន្តែសមត្ថភាពរបស់គាត់នឹងចូលមកក្នុងប្រទេសដែលឱកាសមាននឹងគឺថាដាក់បាច់ទៅគេយកអញ្ចឹងតែហ្មងហើយគាត់ឡើងតុបប៉ុណ្ណឹងទៅសូមជ្រាបថាអា200លានហ្នឹងគ្រាន់តែជា bonus ទេណាបងប្អូនក្នុងឋានៈគាត់ជាប្រធានអគ្គនាយកក្រុមហ៊ុនប៉ុណ្ណឹងណាស្អីទៀតហ្នឹងគាត់ចាយ free ទាំងអស់បានន័យថាអត់មានត្រូវការយកមកចាយទេអា200លានហ្នឹងឯងដាក់ចូលទៅក្នុងដាក់ចូលទៅក្នុងនៅក្នុងភាគហ៊ុនហ្នឹងឯងអង្គុយមើលវារីកទៅទៀតណាអត់មានប៉ះពាល់អាហ្នឹងអត់មានត្រូវការបើកអាហ្នឹងយកមកចាយទេពីព្រោះគាត់វាមានប្រាក់ខែផ្សេងទៀតសម្រាប់ចាយរបស់គាត់ប្រាក់ខែហ្នឹងផ្សេងទៅទៀតហើយគាត់ទៅណាមកណាក្រុមហ៊ុននឹងឯងជូនក្រុមហ៊ុននឹងឯងបើក្រុមហ៊ុននឹងឯងបអត់មានខ្វះខាតអីទាំងអស់នេះ
ថ្ងៃនេះអ៊ំមិនមែននិយាយនឹងចង់បង្ហាញអំពីមានបានទេអ៊ំបង្ហាញអំពីពាក្យថាតាមិលថៃតាមិលនឹងឯងអូខេពាក់ព័ន្ធទៅនឹងស្រុករបស់យើងនឹងឯងគឺចក្រភពតាមិលគឺចក្រភពគេហៅថាចក្រភពនៃចូលឡានឹងឯងមានដល់ទៅ1000 ផ្លែឆ្នាំបងប្អូនគឺនៅតំបន់ប៉ែកខាងត្បូងរបស់ប្រទេសឥណ្ឌាដែលមានទំហំប្រហែលជា 2-3 ដងស្រុកខ្មែរយើងតែប៉ុណ្ណឹងនេះក៏ប៉ុន្តែចាក់ពពួកនឹងឯងពពួកតាមិលនឹងតែម្ដងសប្តាហ៍ថ្ងៃនេះនៅសល់ប្រហែលជាជាប់100 ផ្លែលៀននឹងបើនិយាយពីកន្លែងផ្សេងទៀតនឹងប្រហែលជាជាង100លៀននឹងឯងណាគឺជាចក្រភពយ៉ាងធំដែលបានរីកដុះដាលខ្លាំងក្លានៅសតវត្សទី5ទី6ទី7មកកងឥទ្ធិពលទៅលើប្រទេសខ្មែរទៅទៀតដែលអ៊ំជឿថាវប្បធម៌ជាច្រើនយើងបានទទួលពីពួកនឹងឯងអ៊ំចង់បង្ហាញបងប្អូនឲ្យសង្កេតមើលអ៊ំធ្លាប់និយាយអំពីរឿងចក្រភពនៃចូលឡានឹងឯងម្ដងហើយប៉ុន្តែអ៊ំនិយាយទៅវារ៉ាឌីយ៉ូឃើញថាស្ងាត់ពេកដល់អញ្ចឹងអ៊ំដឹងថាអូមនុស្សអត់ចូលចិត្តវានៅឆ្ងាយពេកទៀតដល់អញ្ចឹងអ៊ំក៏ឈប់និយាយទៅពីរឿងនៃចក្រភពហ្នឹងណាហើយចក្រភពហ្នឹងមានឥទ្ធិពលមកលើស្រុកយើងហ្នឹងបងប្អូនសង្កេតមើលដូចជាថ្ងៃបុណ្យចូលឆ្នាំថ្ងៃទី13 មេសាអត់ដូចចិនទេណារត់ចុះរត់ឡើងរហូតក៏ប៉ុន្តែបុណ្យចូលឆ្នាំខ្មែរហេតុអីក៏13 មេសារហូតហ្នឹងអ៊ំសាវជ្រាវទៅបានឃើញថាអូអានេះមិនមែនពួកអឺរ៉ុបទេគឺវប្បធម៌ដែលប្រើប្រាស់ប្រក្តីទិនរបស់ពួកតាមិលនឹងឯងដែលគេហៅថាប្រក្តីទិនច័ន្ទសូរិយាគតិនឹងចង់និយាយប្រក្តីទិនកូនកាត់របៀបច័ន្ទគតិហើយលាយជាមួយនឹងសូរិយគតិបានជាចូលឆ្នាំខ្មែរនឹងវានៅថ្ងៃទី13មេសាត្រឹមត្រង់រហូតហើយប្រទេសម្ដុំអស់នឹងជាច្រើនដែលនៅប្រើអានឹងឯងនឹងសិតតែចូលឆ្នាំថ្ងៃទី13នឹងឯងដូចគ្នាទាំងអស់អានឹងគឺជាវប្បធម៌របស់ពួកតាមិលអូខេហើយអ៊ំសង្កេតឃើញមួយទៀតនឹងនៅចំណុចមួយទៀតនៅចំណុចថាទំនាក់ទំនងរបស់ស្ដេចខ្មែរដែលពាក់ព័ន្ធទៅនឹងកោះជ្វាដែលសុទ្ធតែជាពពួកកូនចៅឬក៏ពពួកប្រទេសដែលចំណុះដល់ចក្រភពចេនឡាចំនួននឹងឯងចំនួនមុនណាដែលសុទ្ធតែជាប្រទេសនឹងឯងហើយគេបង្ហាញអំពីឥទ្ធិពលរបស់ចក្រភពចូលឡានឹងឯងដែលមានតាំងពីសតវត្សទី5រហូតដល់ទៅសតវត្សទី10ទី11ទី12គឺចក្រភពមិនចក្រភពគឺមហានគរចេនឡារបស់ខ្មែរយើងនោះឯងដែលចាប់ផ្ដើមពីសម្បូរព្រៃគុកអូខេវប្បធម៌វាឃើញនៅសម្បូរព្រៃគុកសូមទោសឲ្យអ៊ំឆ្លៀតចូលនឹងបន្តិចហ្នឹងមិនមែនបង្ហាញថាអ៊ំជាអ្នកបរិវិទ្យានោះទេអ៊ំមិនមែនទេមិនមែនតលតែសោះអ៊ំជាអ្នកចូលចិត្តវែកញែកចូលទៅក្នុងប្រវត្តិសាស្ត្របន្តិចចឹងឲ្យចឹងថាស្អីពាក់ព័ន្ធទៅស្អីហ្នឹងណាអ៊ំចូលចិត្តអញ្ចឹងមិនមែនជាអ្នកខ្ញងរឿងហ្នឹងទេបងប្អូនប៉ិនគឺអ៊ំមើលទៅតាក់ទងគ្នាសម្បើមណាបងប្អូនតាក់ទងសម្បើមខ្លាំងក្លាមែនតើហើយដល់រហូតដល់គេដាក់ស្អីសម្បូរព្រៃគុកនៅខ្មែរយើងឥឡូវណាសម្បូរព្រៃគុកនៅកំពង់ធំនោះបងប្អូននៅកំពង់ធំហើយបានរីកចេញពីនឹងទៅបានទៅដល់សម័យអង្គរវត្តអូខេក្រោយពីហ្នឹងបានគេរើទៅបង្កើតទៅជាសម័យអង្គរវត្តអូខេអ៊ំត្រឡប់មកនិយាយអំពីរឿងប្រាក់ខែបន្តិចឡើងវិញទៀតអំពីថានៅប្រទេសនេះធ្វើដែរប្រាក់ខែតែ4សែនទេក៏ប៉ុន្តែ
គ្រាន់តែប្រាក់ខែដើរលេងសហុយសដាដោយប្រធានាធិបតីនៃឧបមានេះណាបងប្អូនអ៊ំជឿថាគាត់ដំណើររបស់គាត់ដើរដែលគាត់ណាគាត់ដើរលេងណាក្នុងរយៈពេល7-8ឆ្នាំនេះអ៊ំជឿថាអស់ជាង$1000 លានអ៊ំជឿថាអស់ជាង$1000 លានគឺជាប្រធានាធិបតីទី1ដែលចាយលុយអារឿងដើរនឹងឯងរួចទេសនាពីរឿងអ្នកក្រណអីចឹងក៏ប៉ុន្តែចាយលុយអំពីអារឿងដើរនឹងឯងគឺអស់ជាង$1000 លានរួចអាហ្នឹងអ៊ំវាសង្ស័យចេះទៀតណាអ៊ំណាបងប្អូនដែលយល់គេហៅថាណែជួនកាលណែដូចថាអ្នកក្រខ្លះណែការចូលទៅក្នុងណែត្រកូលអ្នកមានហើយដល់ពេលគាត់ស្របតែក្រពេកដល់ការចូលទៅក្នុងត្រកូលអ្នកមានហើយអ្នកខ្លះគេទៅវាល្អណាបានជួយក៏ប៉ុន្តែអ្នកខ្លះហ្នឹងទៅគឺថាចាយលុយក៏ជឿធ្លុះចឹងតែមកអ៊ំសង្ស័យថាប្រធានាធិបតីនៃឧបមាហ្នឹងគឺជាមនុស្សអញ្ចឹងមួយដែលអ៊ំថាដើរតួនាទីជាអ្នកចូលមកនឹងឯងដើម្បីបំផ្លាញមហានគរដ៏ល្អនេះតែម្ដងនេះជានេតិកពិតមែនទេខ្មាំងព័ត៌មានមួយទៀតអ៊ំចង់ជម្រាបជូននឹងគឺព័ត៌មានរឿងផ្សារនៅប៉ោយប៉ែតណាផ្សារប៉ោយប៉ែតខ្មែរយើងហៅថាផ្សារប៉ោយប៉ែតនឹងតាមពិតនឹងគឺអាផ្សារនៅខាងថៃគេហៅថាផ្សាររងគឺនោះណាអ៊ំថ្ងៃមុនអ៊ំបាននិយាយហើយថាអាញាធររបស់ថៃចូលទៅចាប់ហើយខ្មែរខឹងវងវាងហើយបានវាយអាញាធររបស់ក្រសួងរបស់ក្រមស៊ើបការពិសេសរបស់ប្រទេសថៃនឹងឯងគេចូលទៅចាប់អំពីអីវ៉ាន់រថពន្ធឬក៏អំពីអីវ៉ាន់คล้ายអីវ៉ាន់คล้ายគេហៅថាคล้ายbrand name នោះ brand name គឺធ្វើដូចជាទឹកអប់ឬក៏កាបូបអ្វីរបស់អីវ៉ាន់ថ្លៃរបស់អឺរ៉ុបអីហ្នឹងគេចូលទៅចាប់អាហ្នឹងដល់ឥឡូវនេះគេចាប់គេតាមចាប់ពួកខ្មែរដែលដៃដល់វាយនឹងឯងបានប្រមាណអ្នកហើយគេបានសង្ស័យថាគឺការលក់ដូរនឹងឯងវាស្ថិតនៅក្រោមអំណាចរបស់មេខ្លោងនៅប៉ោយប៉ែតនឹងមេខ្លោងនៅប៉ោយប៉ែតនឹងអានឹងខាងអាជ្ញាធរនឹងរដ្ឋាភិបាលរបស់ថៃនឹងឯងបានចោទប្រកាន់ថាអញ្ចឹងឥឡូវនេះរដ្ឋាភិបាលថៃអាជ្ញាធររបស់ថៃនឹងឯងបានបដិញ្ញាចិត្តថានឹងរំលាយចោលឲ្យបាននៅអីវ៉ាន់លួចលាក់អីវ៉ាន់រថពន្ធផ្សេងដែលលក់នៅក្នុងផ្សារលងគឿនឹងឯងអូខេពីឥឡូវនេះទៅដល់ខែមេសាគេនឹងរំលាយអានឹងចោលឲ្យបានអានឹងពពួកទាហានគេអាចធ្វើចឹងបានបងប្អូនអ៊ំជឿថាអញ្ចឹងហេតុដូច្នេះបងប្អូនដែលមានបងប្អូនដែលលក់ដូរនៅខាងប៉ោយប៉ែតនឹងសូមជម្រាបគ្នាឲ្យដឹងពីរឿងនឹងឲ្យហើយទៅកុំដោយថាសកម្មភាពត្រូវតែបញ្ឈប់សិនអាហ្នឹងវាជារឿងមួយប៉ុន្តែរឿងដែលអ៊ំចាប់អារម្មណ៍នៅត្រង់ហ្នឹងឯណាអ៊ំអានេះអ៊ំនិយាយទៀតដែរមិនដឹងជាតាមពិតអ៊ំមិនគួរនិយាយរឿងពាណិជ្ជកម្មទេបើខ្លួនឯងនេះបើអត់ដឹងអីសោះប៉ុន្តែអ៊ំឃើញថាណោះដល់និយាយចឹងទៅជាឱកាសរបស់ខ្មែរជាឱកាសមិនដោយអ៊ំបាននិយាយកាលពីពេលដែលគេវាយគ្នានៅផ្សាររងគឺនៅប៉ោយប៉ែតនឹងឯងដែលវាយអាជ្ញាធរថៃអីហ្នឹងអ៊ំបាននិយាយថាអ៊ំបានបង្ហាញអំពីមូលហេតុអីដែលផ្សារហ្នឹងវាទៅកើតនៅខាងថៃអ៊ំបានបង្ហាញហ្នឹងពីឫសគល់តាំងពីដើមពីពួកអ៊ំឆ្លងកាត់កន្លែងហ្នឹងជាញយអ៊ំដឹងរឿងហ្នឹងជាញយនោះបានន័យថាគឺមកអំពីយើងបានបណ្ដោយឲ្យឱកាសហ្នឹងវារបូតទៅដោយសារថៃគេធ្វើផងប៉ុន្តែគឺយើងទេដែលបណ្ដោយឲ្យឱកាសហ្នឹងរបូតទៅពីព្រោះយើងអត់មានបានចាត់ចែងអាហ្នឹងគឺថាអត់ដែលមើលឃើញអារឿងហ្នឹងឯងបងប្អូនខ្មែរជាច្រើននឹងធ្វើតែថៃចូលចិត្តធ្វើថៃក៏ប៉ុន្តែអត់ចេះចាត់ចែងគេហៅថាថ្នាលនឹងឯងថ្នាលនឹងចង់និយាយថាចាត់ចែង
จัดแจงโดยถ้าดังแต่เบซีนะอัดเป็นเกิดแต่ปีเรื่องอาจการนั่งเท่าแท้อาจการนั่งเลยเบียบไม่เต้ออยเบียบานแพลแต่เชิญเนาะยังเกิดแต่ปีเบซีเนี่ยพนัดกำเนิดนั่งเหตุฉะนั้นให้เวลาบดนั่งเต้าข่างไทยดอลไอ้เล่าเนี่ยไทยจับนั่งแมนเต้นน้องประกาศไอ้ดังไงน้องประกาศไอ้ดังได้ฝ่ายเรียนเนี่ยดับใบบังห้างดอลปีพบโลกกับไม่ดังไงดอนจังchưa là gì bởi như chẳng chịu cả bậc mãi chịu cả mãi chưa thạp xa bậc mãi bằng cơ lớn thấu thua ở về sát hay lộ nâng đôi ca chung trên bị nhà thọ tầm đó bằng cơ xa nó gọi bán nâu khang tô đèn bậc mãi bên nhà bạn phần đã nâng nè thơ cát phần đã bờ sân chia dương nước miền cái hào thà miền tức chất trong mến á ởที่họ đôi thả đôi chè mày dưỡng bằng cát casino trong bao bốn năng xả bài mong bị khang nó cái ở lên và chắc mày bằng cát casino nó khang dưỡng bốn nó bị trộm lên hàng này mình chắc hả trước đây những đôi khi bằng bốn ở chỗ chật ở đường casino thế vậy thằng mình đã control thế vì bộ casino cứ bằng cát nó tốc sọc đó nè đó tâyก็ปันได้ย้ายปีเป็นกิจกรรมเป็นกิจกรรมเราบอกหนึ่งไอ้จีจราหนึ่งไอ้เบอร์ยื่งตะแตงซาโนคางขมายยื่งอ้อยเบียดดอลกมปูบรรทุกเป็นท้ายพ้านะกมเบเวียตอลแต่เบเวียตอลงวบโดยที่เขาถ้าตะเขาดวงนะแต่ตะเขาดวงเฉินเป๊ะซีเป็นงวบนะเนี่ยอาญาทอนึกจังได้แบบอาญาทอบตกไปหาแพลนึกเฉินเป๊ะจักการนึกอยู่ต้องอะไรนะจังดำเด้vì lột về rồi liê phở bị ra nâng ở số bốn đó chẳng bà sân chỉ kì chắc chắn nâng đòi miên ca trồng trèn thấu tranh tuân bố thấu tranh tuân thơ biểu sát bên đến đã lâu dương thà bị muốn nó dương tụm khổ bị pol mới dương và đăng thà thơ vì sát là bị bách đàn ông gì đàn ông hào thà nè bò cha mình che bò hóa nó bò nè bò hồi sát nó che bò hóa nó đỏ lớn nó dương vì miên ở tia ho miên cầm ru ấy khang hơi dương miên lui miên cả cua xăm hơi nhẹ miên lui có với trơn đây rót có miên lật để phiếu căn để trơn hơi bà sân dương chắc chắn xa nước đâu tôi đen ở giang xa đôi casino chẳngเรียบจำไทยปุไทยหนึ่งพลุกโจลหมกติงนกหางยืงเนี่ยเว้ยเนี่ยพวกอัดมาได้เป็นพวกเท่าตัดติงเป็นพวกไทยเวียนรถตามแฟชั่นสมบัตินะบาปนเป็นพวกเท่าตัดติงอันนั่งเบยนอกเวียบัดกลางแมนเทนchưa thả chi ở cả vấn đề tiếc à tao là che Rossi nè bờ mình che Rossi đấy nè bầm che Rossi đấy che phơi ta thấy đó che phơi ta thấy đứng cứ tha nè che ta tàu bé đó che là tàu bé nó ở che đám á nó có ở cả ta đài thế bảo bồn với pi rường nè nấu khungประเทศไทยนึกสมบรรโจลบรรทายติดเตี้ยpi rườngตัวchấtระบบรัฐบาลนี่แต่ไอ้เรานี่ไอ้คลายตัวเจอตรงปอมวยทำไมเตี้ยการเพื่อสมยุทธศักดิ์ระเวียงอเมริกให้หนึ่งไทยเดี๋ยวตามปัจจุบันเต้คือระเวียงอาเซียนเนจมวยหนึ่งอเมริกแต่บ้านเพื่อมอก30 ชนามให้หนึ่งไอ้แต่มีนชโมธาโคบราโกลโคบรานั่นคือปกเวทโกลนั่นคือเมียหัดฉะนั้นให้ปกเวทเมียคือชโมเกนั่นชโมปกเวทเมียแต่มีนประเทศโจรวมดาวเตามาเพย์ผมเปิลประเทศนะบางคนก็ปนแต่ประเทศแต่โจรวมสกรรมแมนเทนนั่นแต่มีดักกองตัวโจตัวทัวร์ซอมยศแมนเทนนั่นคืออินโดนีเซียญี่ปุ่นมาเลเซียสิงคโปร์เกาหลีข้างตะบงประเทศไทยให้หนึ่งประเทศอเมริกแต่มีกองทัพโจรวม70,000เนี่ยบางห้างปีนั่งปีโปรโอเคมาเพย์เปิลประเทศนั่นคือคราวปีผมเปิลประเทศนั่งไอ้มาเพย์เตียนั่นคือจะประเทศแต่โจเตาสังเกตกามีนกูจับอารามนั่นคือประเทศเลี้ยวให้หนึ่งประเทศเวียดนามแดนกาลปีดำคือจะประเทศแต่สัตว์ซีสัชฮอตเชียบในจำนวนสังเกตเวียดนามเกิดจัดตกท่าเนี่ยสมยุทธ์นี้คือจะสมยุทธ์แต่ดักน้อมต่อดอยจักรพรรดินิยมอเมริกันคือปกพวกใบทรายแต่อัดล้อหัดนักเก็ตมันโจรวมแต่ไอ้เรานี่
យួនហើយនឹងលាវមកចូលរួមមកមើលបងប្អូនសម្យុទ្ធកូប្រានឹងឯងហុយមិនត្រឹមតែអញ្ចឹងទេម្ចាស់ប្រទេសថៃនឹងឯងបានលុបចោលអាសម្យុទ្ធនឹងឯងដូចជា2ឆ្នាំបងប្អូនក្រោយពេលដែលតែហ៊ានប្លន់អំណាចនៅក្នុងប្រទេសថៃនឹងហើយត្រូវបានអាមេរិកទៀនបងប្អូនគិតមើលណាថៃដណ្ដើមអំណាចអាមេរិកទីទៀនថាធ្វើអញ្ចឹងវាអត់ត្រូវវាទាស់នឹងរបបជាធិបតេយ្យលក្ខណៈណែថៃដែលដណ្ដើមអំណាចនោះខឹងនឹងអាមេរិកថាមកចេះថាអីឲ្យអញគ្រាន់តែប្លន់អំណាចនៅក្នុងប្រទេសរបស់អញតាដល់អញ្ចឹងទៅថៃលុបចោលអាសម្ពយុទ្ធដែលធ្លាប់ធ្វើមក35ឆ្នាំ34ឆ្នាំហ្នឹងថៃលុបចោលអាហ្នឹងទៅដល់លុបចោលហើយដល់ពេលគេរៀបចំធ្វើអាសម្ពយុទ្ធហ្នឹងឯងឡើងវិញណែក្រោយពេលដែលឧត្តមបញ្ជាការរបស់ប្រទេសថៃគេថ្លែងការល្អចេះចុះហើយនឹងស្រាប់តែលោកambassador គឺលោកឯកអគ្គរដ្ឋទូតអាមេរិកថ្លែងការអំពីសហការជាមួយគ្នាចេះចុះហើយគាត់ទៅបញ្ចូលមកថែមទៀតគាត់ថាយើងនៅតែស្នើសុំឲ្យរដ្ឋាភិបាលបណ្ដោះអាសន្ននេះរៀបចំខ្លួនប្រញាប់ចូលទៅក្នុងប្រញាប់ត្រឡប់ទៅរកការបោះឆ្នោតឡើងវិញបោះឆ្នោតបែបសេរីប្រជាធិបតេយ្យឡើងវិញដើម្បីរក្សានៅរបបប្រជាធិបតេយ្យឲ្យដែលជាសេចក្តីត្រូវការរបស់ជនជាតិថៃទាំងមូលបាទគេនៅតែថាអញ្ចឹងក៏ប៉ុន្តែថៃស្ដាយសម្ពយុទ្ធពោះវែកមាសនឹងឯងមើលដល់ស្ដាយលុយស្ដាយកាក់ផងពីព្រោះបងប្អូនដឹងស្រាប់ហើយនៅកងទ័ពអាមេរិកដែលទៅជិត10000នាក់ហ្នឹងចាយលុយមិនតិចទេនៅក្នុងប្រទេសថៃណាបងប្អូនដឹងស្រាប់ហើយនេះជានីតិក៏ពិតមកទេខ្មាំងបាទចំណែកពង្រៀងរដ្ឋធម្មនុញ្ញនៅប្រទេសថៃជាពិសេសលើកនេះដែលជាពង្រៀងរដ្ឋធម្មនុញ្ញលើកទី2ហើយបងប្អូនចេញមកទៀតចេញមកនៅពេលដែលចាប់ហើយចិត្តចាប់ហើយនឹងវាចេញព័ត៌មានមួយទៀតមកហើយនឹងគឺព័ត៌មានពង្រៀងរដ្ឋធម្មនុញ្ញនឹងឯងគឺនឹងធ្វើឲ្យព្រឹទ្ធសភានឹងតែងតាំងទាំងអស់ចាត់ចែងតែងតាំងព្រឹទ្ធសភាទាំងអស់អូខេសូមជម្រាបថាព្រឹទ្ធសភាពីដើមមានតែងតាំងយ៉ាងមែននៅក្នុងជាពិសេសចក្រភពអង់គ្លេសនឹងឯងដូចជាចាស់ទុំគួរសមជាងគេមួយហើយអ៊ំមិនទៅក្រោយនឹងទៀតនិយាយពីអង់គ្លេសចឹងទៅមកទៅគឺព្រឹទ្ធសភាតែងតាំងពីមុនមកណាព្រោះគេចាត់ទុកថាមូលហេតុតែងតាំងនឹងវាពាក់ព័ន្ធទៅនឹងពពួកគេហៅថាសុទ្ធតែព្រឹទ្ធាចារ្យដែលមានការចេះដឹងនឹងមានគោលការណ៍ខាងផ្លូវសាសនាអីនឹងខ្លាំងណាស់បានជានៅក្នុងព្រឹទ្ធសភារបស់អង់គ្លេសនេះគេច្រើនតែហៅថា the House of Lord ហ្នឹងគឺថាលោកម្ចាស់បងប្អូនធំហើយមានចំណេះដឹងមានអីហ្នឹងគួរសមអាហ្នឹងវាមានអវប្បធម៌ហ្នឹងណាក៏ប៉ុន្តែក្រោយមកនឹងបងប្អូនដឹងស្រាប់ហើយប្រទេសទៀតហ្នឹងវាលែងល្អអំពីរឿងហ្នឹងហើយពីព្រោះរបបប្រជាធិបតេយ្យហ្នឹងជាពិសេសប្រទេសតែមួយអញ្ចឹងហ្នឹងវាត្រូវតែបោះឆ្នោតអូខេនៅក្នុងស្រុកខ្មែរយើងពីដើមក៏អញ្ចឹងដែរព្រឹទ្ធសភាគឺតែងតាំងទៅដោយក្រុមប្រឹក្សាព្រះរាជាណាចក្រហើយទៅបីតែងតាំងដោយក្រុមប្រឹក្សាព្រះរាជាណាចក្រណាបងប្អូនដឹងស្រាប់ហើយស្រុកយើងគោរពស្ដេចដល់អញ្ចឹងទៅព្រះអង្គដាក់ណាគឺវាត្រូវតែមានលទ្ធភាពច្រើនជាងអានឹងវាអញ្ចឹងទៅទៀតណាអូខេខ្ញុំចង់និយាយអំពីព្រឹទ្ធសភានៅក្នុងប្រទេសថៃដែលថាតែងតាំងហ្នឹងគឺថាទៀតចេញអាហ្នឹងមកលើកមុនគេប្រឆាំងម្ដងហើយឥឡូវនេះលោបចង់ដាក់ហ្នឹងមកទៀតដាក់អាហ្នឹងមកហ្នឹងវាមាន2យ៉ាងចេះបងប្អូន2យ៉ាងហ្មងមួយគឺថាគេដាក់អាហ្នឹងមកដើម្បីសិទ្ធិពពួក
អភិជនដែលហៅថាស្រមោលអំណាចមួយទៀតនៅក្នុងប្រទេសថៃណាស្រមោលអំណាចហ្នឹងឯងដាក់អានឹងមកដើម្បីរក្សាខ្សែនឹងឯងសម្រាប់តាក្រុមអភិរក្សខ្លួនគេនឹងឯងជាអ្នកចាត់ចែងកិច្ចការរបស់នគរទាំងមូលតែហ្មងប្រជាធិបតេយ្យឲ្យបោះឆ្នោតតំណាងរាស្ត្រអីចឹងគ្រាន់តែជាការល្អមើលស្របទៅតាមរបបប្រជាធិបតេយ្យដែលពិភពលោកគេច្រៀងចម្រៀងហ្នឹងគេដើរអញ្ចឹងក៏ប៉ុន្តែគេកាន់ខ្សែមួយទៀតគឺខ្សែនៃញាក់ទៅនៅព្រឹទ្ធសភានឹងដើម្បីឲ្យអូសទម្លាក់រដ្ឋាភិបាលឬក៏ឲ្យកាត់ទោសរដ្ឋាភិបាលឬក៏ប្រើអំណាចអ្វីផ្សេងទៀតនឹងឯងទៅតាមចំណង់របស់ពពួកអភិជនដែលជាសំណល់របស់វប្បធម៌សក្តិភូមិដែលហៅថាវប្បធម៌ព្រៃផ្សៃក្រឡៃប្រជាធិបតេយ្យនៅក្នុងប្រទេសថៃអាហ្នឹងមួយវាគេដូចថាគេឈៀតឆែកចូលទៅក្នុងនឹងឯងតាំងពីមុនមកបន្តិចតួចមានហើយលើកនេះនឹងឯងរឹតតែច្រើនករណីមួយទៀតនៅក្នុងប្រទេសថៃដែលធ្វើអញ្ចឹងនឹងគឺធ្វើដើម្បីឲ្យពង្រៀងរដ្ឋធម្មនុញ្ញនេះឯងនឹងទៅសុំប្រជាមតិគឺធ្លាក់ទៀតតែម្ដងបងប្អូនឃើញច្បាស់ចឹងដោយលើកទី1អញ្ចឹងដែលក៏ថាផងដែរតាំងពីដំបូងថាសង្ស័យថាពួកនឹងធ្វើឲ្យវាធ្លាក់ដល់ធ្វើឲ្យវាធ្លាក់ទៅពង្រៀងរដ្ឋធម្មនុញ្ញឲ្យធ្លាក់ទៅរដ្ឋាភិបាលដែលប្លន់អំណាចនឹងមានឱកាសមានលេសបន្តអំណាចរបស់ខ្លួនតទៅទៀតដើម្បីរៀបចំតាមមហិច្ឆតាគោលនយោបាយដែលខ្លួនចង់បានវាអត់ទាន់បានចាប់អត់បានសពគ្រប់នោះឯងគឺថាគេនៅបន្តទៅទៀតមូលហេតុដែលគេនៅបន្តហ្នឹងបងប្អូនពីព្រោះថាគេរៀបចំឲ្យវាបាត់បែនទៅតាមចេតនារបស់ស្រមោលអំណាចនៅក្នុងប្រទេសថៃនឹងតែម្ដងបាត់ខ្លាំងពេកទៅវាអត់កើតបាត់ខ្លាំងពេកទៅរៀសឃើញវាអាក្រក់ហីពេកត្រូវបាត់ឲ្យល្មមកុំឲ្យត្រីនៅក្នុងទ្រុងនឹងឯងវាភ្ញាក់ពីព្រោះត្រីនៅក្នុងទ្រុងនឹងឯងវាធ្លាប់ស្គាល់របបប្រជាធិបតេយ្យគួរសមហើយដល់ចឹងតែបាត់ខ្លាំងពេកទៅវាភ្ញាក់វាស្រែកហើយដល់បាត់សឹមទៅគេអត់ទេគេនៅតែច្រៀងចម្រៀងគ្រប់ត្រដល់ដែរទេអូខេមូលហេតុហ្នឹងគឺអញ្ចឹងហើយដោយសារតែរដ្ឋាភិបាលទាហានរដ្ឋាភិបាលដែលប្លន់អំណាចនេះឯងរៀបចំធ្វើនឹងដើម្បីបំបាក់ដើម្បីសម្លាប់ក្រុមមួយទៀតនឹងឲ្យវាវិនិច្ឆ័យសន្តិអសេសតោចឹងតែមកបានជាដើម្បីគេប្រឡែងឲ្យបោះឆ្នោតម្ដងទៀតនឹងមូលហេតុនឹងក៏អញ្ចឹងដែរពីព្រោះពេលដែលគេសួរលោកនាយករដ្ឋមន្ត្រីដែលប្លន់អំណាចនេះគេសួរថាគេនៅតែសួរថាហុចចោតរដ្ឋធម្មនុញ្ញនឹងឯងបើសិនជារដ្ឋធម្មនុញ្ញពង្រៀងរដ្ឋធម្មនុញ្ញទី2នឹងឯងត្រូវបានប្រជាមតិបោះទម្លាក់ទៀតនឹងតើលោកគិតថាលោកនឹងគឺនាយករដ្ឋមន្ត្រីណាតើលោកនាយករដ្ឋមន្ត្រីគិតថាក្រមរបស់ទាហានគឺក្រមរបស់គេហៅថារក្សារបៀបរៀបរយសន្តិសុខនៅប្រទេសអីហ្នឹងគេហៅ NCPO ហ្នឹងតើនៅកាន់អំណាចតទៅទៀតឬក៏យ៉ាងណាគេគ្រាន់តែសួរអញ្ចឹងណាបងប្អូនអ្នកកសែតគេសួរអញ្ចឹងពេលអ្នកកសែតសួរអញ្ចឹងនាយករដ្ឋមន្ត្រីប្លន់អំណាចនេះស្រាប់ថាក្តៅចាហាយមកបងប្អូនក្តៅហាយចន្លត់តងតាំងមកយល់ដល់ហ្នឹងណាឯងសួរខ្ញុំពីរឿងហ្នឹងរាល់ថ្ងៃហុចទាំងចាប់បើយើងបោះឆ្នោតនៅឆ្នាំ2016នេះតែហ្មងទៅហើយប្រសិនជាបោះហើយនឹងឯងមានការរំជើបរំជួយមិនស្ងប់ស្ងាត់នឹងតើអ្នកណាទទួលខុសត្រូវអ្នកឯងទទួលខុសត្រូវហីណាពេលដែលប្រទេសចរាចរណ៍រលំរលាយទៅនឹងអ្នកឯងបន្ទោសអ្នកណា
កុំបន្ទោខ្ញុំខំប្រឹងបូជាជីវិតរបស់ខ្ញុំនឹងដើម្បីរៀបចំរដ្ឋាភិបាលរៀបចំសង្គមរបស់យើងទាំងមូលនឹងឲ្យវាទៅលលូនដើម្បីប្រសើរឡើងអីណាចឹងគាត់និយាយនឹងក្នុងន័យថាគាត់និយាយនឹងក្នុងន័យថាគាត់ខំប្រឹងបូជាខ្លួនអស់ប៉ុណ្ណឹងហើយដើម្បីជាតិក៏ប៉ុន្តែពពួកអ្នកឯងពពួកកសែតហ្នឹងមករកឆ្កៀលណែពីពោះសិតជាពពួកដែលអត់ចង់ឲ្យប្រទេសបានសុខទេអីណាគាត់និយាយអញ្ចឹងបងប្អូនពេលដែលគាត់មានអកប្បកិរិយាអញ្ចឹងវានឹកឃើញទៅដល់អូគិតទៅណាអញ្ចឹងបានគេហៅថាណែអញ្ចឹងបាននៅក្នុងប្រទេសដែលចម្រើនណាបងប្អូនប្រទេសដែលចម្រើនដូចជាប្រទេសអាមេរិកប្រទេសអឺរ៉ុបដែលចម្រើនខាងអស់នឹងឯងហ្នឹងទោះបីកសែតគេសួរយ៉ាងណាពេលខ្លះគេស្ដីឲ្យទៀតណោះគេស្ដីឲ្យគេថាឲ្យទៅទៀតណែប្រធានាធិបតីឬក៏នាយករដ្ឋមន្ត្រីហ្នឹងគឺថាអត់ហ៊ានមាត់ទេបងប្អូនគ្រាន់តែឆ្លើយទៅឲ្យអត់ហ៊ានមាត់តទៅទៀតទេពីព្រោះអីពីព្រោះនាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីនឹងឯងគេមិនមែនអញ្ជើញគាត់ឲ្យមកធ្វើឯណាគឺគាត់សុំមកធ្វើទីមួយគាត់សុំមកធ្វើទៅតាមការសុំសេចក្តីគ្រប់គ្រងពីសន្លឹកឆ្នោតគាត់សុំមកធ្វើសុំមកបម្រើហេតុដូច្នេះហើយគាត់បំពេញនាទីនឹងក្នុងនាមជាអ្នកដែលស៊ីឈ្នួលរាជគេបកលឲ្យហេតុដូច្នេះហើយរាជមានសិទ្ធិនឹងថាឲ្យនៅពេលដែលគេមិនចូលចិត្តស្អីមួយហ្នឹងគេរាជគេមានសិទ្ធិនឹងថាឲ្យអញ្ចឹងហេតុដូច្នេះហើយអានឹងវាបង្ហាញអំពីភាពខុសគ្នាហ្នឹងភាពខុសគ្នានៅត្រង់ថាអ្នកដែលកាន់អំណាចនៅក្នុងប្រទេសដ៏ចម្រើនគេបានគេដឹងខ្លួនគេថាគេជាអ្នកទទួលមុខងារដោយសារគេសុំមកបម្រើពីប្រជារាស្ត្រហើយអំណាចនៅលើរាស្ត្រក៏ប៉ុន្តែអ្នកកាន់អំណាចនៅស្រុកអាស៊ីយើងជាច្រើនឬក៏ស្រុកអាហ្វ្រិកនឹងឯងដែលស្រុកដែលមិនទាន់ចម្រើននឹងឯងតែងតែគិតថាអំណាចនឹងគឺជារបស់អញជាអ្នកត្រួតត្រាអញជាអ្នកកាន់រួចអញខំប្រឹងធ្វើការហត់សម្បើមណាកុំមកប្រហើនតែប្រទេសតែផ្ដាស់ថាអញអីទៀតណាអញខំប្រឹងបូជាខ្លួនសម្បើមណាវាខ្លាយទៅជាអញ្ចឹងបងប្អូនដែលអមមើលទៅអូអញ្ចឹងមែនណោះហើយបើបងប្អូនចេះមើលអានឹងទើបយល់ថាអ្នកដែលដឹកនាំនឹងត្រូវមានចរិយាសម្បត្តិរបៀបណាអាត្រង់នឹងមួយដែរដែលអមនិយាយថាដូចជា Donald Trump អីហ្នឹងគឺអត់មានលក្ខណៈសម្បត្តិជាអ្នកដឹកនាំទេវាคล้ายវាគ្រាន់តែជាតួដែលមកបំផ្លាញគណៈបក្សសាធារណរដ្ឋទៅវិញបាទនេះជានេតិកពិតមែនទេខ្មាំងសូមឲ្យសុខហើយសប្បាយផងបាទ